ជំរាបសួរបងប្អូនថ្នាក់ទី5ទាំងអស់គ្នាចាថ្ងៃនេះបងប្អូនជួបជាមួយនឹងគ្រូបន្តទៀតដែលថ្ងៃនេះយើងនឹងចូលដល់មេរៀនទី11នៅក្នុងសៀវភៅពុម្ពថ្នាក់ទី5អញ្ចឹងអ្នកគ្រូប្រៀនបងប្អូនមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី5មេរៀនទី11តទៅជាមួយនឹងប្រភេទអញ្ចឹងមេរៀនទី10ប្រមាណវិធីគុណចំនួនទស្សភាគចប់ហើយឥឡូវចូលដល់ប្រភេទវិញម្ដងអញ្ចឹងបងប្អូនណាឆ្ងល់ជាមួយនឹងប្រមាណវិធីគុណអាចទៅមើលវីដេអូមុនបានហើយឥឡូវយើងចូលដល់មេរៀនថ្មីគឺជាប្រភេទតើប្រភេទនឹងខុសពីមេរៀនមុនយ៉ាងម៉េចអញ្ចឹងអ្នកគ្រូបានយកលំហាត់ទាំង6ពីក្នុងសៀវភៅពុម្ពមកយើងនឹងធ្វើលំហាត់ដែលតកតជាមួយនឹងការសម្រួលប្រភេទអញ្ចឹងយើងអត់ធ្លាប់ធ្វើទេការសម្រួលហ្នឹងគេសម្រួលបែបម៉េចយើងធ្លាប់ទៅធ្វើមួយវិធីបូកដកគុណចែកដល់ពេលថ្ងៃនេះចូលដល់សម្រួលម្ដងអញ្ចឹងសម្រួលមានប្រមាណវិធីចែកមានតែចែកមួយឯងប្រភេទហ្នឹងណាការសម្រួលមានន័យថាយើងយកទៅចែកជាមួយលេខណាមួយអញ្ចឹងឥឡូវយើងចង់បានចម្លើយតើក្នុងប្រអប់ហ្នឹងជាចម្លើយបែបណាខ្លះឥឡូវសូមតាមដានមើលការកែជាមួយអ្នកគ្រូទាំងអស់គ្នាអញ្ចឹងលំហាត់ទាំង6នេះគេឲ្យយើងសម្រួលប្រភេទពាក្យថាសម្រួលបងប្អូនត្រូវយល់ពាក្យនឹងសិនសម្រួលមានន័យថាធ្វើឲ្យចម្លើយតូចជាងមុនអញ្ចឹងបងប្អូនចាំការសម្រួលមានន័យថាធ្វើឲ្យចម្លើយតូចជាងមុនអញ្ចឹងចម្លើយរបស់យើងកន្លែងនេះគឺ4លើ6ការសម្រួលមិនមែនគឺជាការធ្វើលំហាត់ដោះស្រាយលំហាត់អីទេប៉ុន្តែយើងធ្វើឲ្យចម្លើយហ្នឹងជាលេខតូចជាងមុនចាំតែប៉ុណ្្នឹងទៅពេលដល់ថ្នាក់ធំបងប្អូនត្រូវតែធ្វើអាហ្នឹងយើងគិតថាការធ្វើឲ្យចម្លើយតូចជាងមុនបើយើងអត់ត្រូវការបូកដកគុណចែកអីផងមិនបាច់ធ្វើទេមិនមែនជាប្រមាណវិធីអីផងប៉ុន្តែយើងត្រូវធ្វើចម្លើយរបស់យើងមិនអាចដាក់4ចម្លើយស្មើ4ចែកនឹង2បានឧទាហរណ៍ថាពេលយើងដោះស្រាយលំហាត់ទៅឃើញ4ចែកនឹង2ចម្លើយយើងឃើញប៉ុន្មានហើយដល់ពេលកូនសិស្សឆ្លើយថាឃើញ4ចែកនឹង2អត់ត្រូវទេចម្លើយរបស់យើងគឺស្មើនឹង2ត្រូវអត់ដោយសារ4ចែកនឹង2ស្មើ2អញ្ចឹងគេអត់ចង់បានចម្លើយ4ចែកនឹង2គេចង់បានចម្លើយដែលតូចជាងនឹងទៀតគឺជាលេខ2មានន័យថាចម្លើយរបស់វាលេខដែលយើងអាចមើលទៅងាយយល់អញ្ចឹងកន្លែងនេះយើងអាចធ្វើបានធ្វើតទៀតការសម្រួលដូចគ្នាដែរ4លើ6យើងអាចធ្វើបានលេខហ្នឹងយើងត្រូវធ្វើបន្តទៀតរហូតដល់ចម្លើយតូចជាងនឹងទៀតដែលយើងអាចសម្រួលបានទៀតទេចប់ត្រឹមហ្នឹងអញ្ចឹងឥឡូវអ្នកគ្រូពន្យល់រៀងច្រើនបន្តិចខ្លះបងប្អូនវែងច្រើនពេកឥឡូវយើងចូលដល់លំហាត់របស់យើងម្ដងអញ្ចឹង4លើ6មានន័យថាយើងត្រូវសម្រួលពាក្យថាសម្រួលយើងយកលេខទាំងភាគយកនិងភាគបែងទៅចែកនឹងលេខដូចគ្នាអញ្ចឹងអ្នកគ្រូអត់បរៀនមេរៀនទេគឺកែលំហាត់យកប៉ុន្តែការកែលំហាត់របស់អ្នកគ្រូគឺអ្នកគ្រូនិយាយទៅលើមេរៀនទាំងអស់4លើ6នេះយើងត្រូវចែកឲ្យវាតូចជាងនឹងប៉ុន្តែ4មិនអាចចែកឲ្យ6បានទេព្រោះលេខ4តូចជាងត្រូវអត់លេខ4តូចជាង6នឹងចែកមិនដាច់លេខហ្នឹងក៏ចែកមិនដាច់ដែរប៉ុន្តែយើងអាចចែកជាមួយនឹងលេខណាមួយរួមគ្នាបានអញ្ចឹងលេខ4ចែកនឹងប្រមាណដាច់6ត្រូវចែកនឹងលេខនឹងដែរពាក្យថាសម្រួលទាំងលើទាំងក្រោមត្រូវតែចែកលេខដូចគ្នាអញ្ចឹង4ចែកនឹងប្រមាណទៅដាច់មានតែលេខ2ឯងមិនអត់4ចែកនឹង2ដាច់ព្រោះ4 2ដង4ចែក2ស្មើ2ចុះ6ចែកនឹង2ដាច់ដែរអត់ពាក្យថាសម្រួលខាងលើចែកប្រមាណខាងក្រោមចែកប៉ុណ្ណឹងអញ្ចឹងបើ4ចែកនឹង2 6ត្រូវយកទៅចែកនឹង2ដែរអញ្ចឹង4ចែកនឹង2ស្មើ2 6នេះចែកនឹង2ស្មើប្រមាណ6ចែកនឹង2ស្មើ3ដោយសារតែ3 2ដង6អញ្ចឹង6ចែកនឹង2ស្មើ3ប្រមាណវិធីចែកឲ្យនឹងគុណវាត្រឡប់ទៅបើយើង6ចែកនឹង2ស្មើ3បើយក3គុណនឹង2ស្មើ6វិញអញ្ចឹងវាត្រឡប់ដូចគ្នាទេពីហ្នឹងណាអញ្ចឹង6ចែក2ស្មើ3នេះគេចង់បានចម្លើយ2លើ3ហេតុអីដោយសារតែ2លើ3យើងអាចសម្រួលទៅបានទៀតទេអស់ត្រឹមហ្នឹងហើយ4លើ6យើងអាចចែកបានយើងត្រូវចែកតទៀតអញ្ចឹងលេខរបស់យើងដូចគ្រូបញ្យល់អញ្ចឹង4លើ2យើងអាចចែកស្មើ2យើងចែកទៀតយើងកុំទុក4លើ2អញ្ចឹងអានេះដូចគ្នាដែរ4លើ6 4ចែកនឹង2បាន2 6ចែកនឹង2បាន3អញ្ចឹងត្រូវការចែកឲ្យលេខហ្នឹងតូចជាងមុនពាក្យថាសម្រួលមានន័យថាលេខហ្នឹងត្រូវតែតូចជាងមុនយល់បានអត់អញ្ចឹងសម្រួលទី1រៀងវែងតិចអ្នកគ្រូនិយាយច្រើនចូលដល់លំហាត់ខម្ដងលំហាត់ខសម្រួលដូចគ្នាដែរ15និង30តើ15និង30មានលេខណាចែកដូចគ្នាបាន
យើងត្រូវចែកឲ្យតូចមែនតើណាតូចជាងគេចម្លើយអញ្ចឹងគិតថា15និង30នេះគឺចែកនឹងលេខ15បាន30ចែកនឹង15បានដែរបើយើងយកចែកនឹង5ក៏បានដែរបើសិនជាយើងយកចម្លើយបើវាចែកនឹង5ក៏មិនខុសដែរប៉ុន្តែយើងអាចចែកតទៀតបានអញ្ចឹងយើងកុំធ្វើមួយតង់ពីរតង់អញ្ចឹងយើងយកលេខហ្នឹងទៅចែកជាមួយលេខណាដែលចែកទៅលេខហ្នឹងធំជាងគេអញ្ចឹងមានន័យថាយក15ចែកនឹង15 30ចែកនឹង15ដែរអញ្ចឹង15ចែក15បាន1យើងត្រូវដឹងថាលេខ15ចែកនឹង15ដាច់30ក៏ចែកនឹង15ដាច់ដែរអញ្ចឹង30ចែកនឹង15បាន2ឥឡូវបងប្អូនសាកយកចែក15ចែក15បានម្ដង15ម្ដង15នេះ0ចុះ30ចែក15ដាច់អត់អញ្ចឹងយើងទុកលេខ5សិនទុកលេខ0សិនអញ្ចឹង3និង1យក1ទៅគុណនឹង2ទៅអញ្ចឹង2 5ដង10ត្រាទុក1 2ម្ដង2បូក1 3អញ្ចឹងដោយសារតែអ្នកគ្រូដឹងច្រើនជាងបងប្អូនបានអ្នកគ្រូគិតថា15ចែកនឹង15 30ចែកនឹង15ប៉ុន្តែបងប្អូនអត់សូវស្ទាត់អាចគិតថាប្រហែលមិនដឹងថាចែកនឹង15ដាច់អត់ទេព្រោះលេខនោះធំដែរយើងអាចគិតបានណាអញ្ចឹងដំបូងយើងអាចយកទៅចែកនឹង5សិនក៏បានដែរព្រោះចែកនឹង5ក៏ដាច់ដែរអញ្ចឹងហើយឃើញចម្លើយចាំចែកតទៀតតែអត់អីគេលើកទី1អ្នកគ្រូដាក់ឲ្យចម្លើយប៉ុណ្ណឹង1លើ2មានន័យថាយកទៅចែកនឹង15ដូចគ្នាខាងលើចែក15ក៏ដាច់បានម្ដង30ចែកនឹង15ក៏ដាច់បាន2ដងអញ្ចឹងលេខទាំងពីរនេះត្រូវតែដូចគ្នាឥឡូវចែកប៉ុណ្ណាក្រោមចែកប៉ុណ្ណឹងពាក្យថាសម្រួលមានន័យអញ្ចឹងចុះ16លើ32 16ចែកនឹងប្រមាណដាច់ទៅហើយ32ចែកនឹងប្រមាណដាច់ទៅឥឡូវបងប្អូនអាចចែកសិនមក16ចែកនឹង2ដាច់ទេព្រោះ16ចែកនឹង2ទៅបាន8 8 2ដង16សល់0អញ្ចឹងយើងយក30ចែកនឹង2ដែរ30ចែកនឹង2បានមិនកាត់មកខ្ទង់បានម្ដង2ដកទៅសល់1ទម្លាក់0 10ចែកទៅបាន5បាន10ដកទៅសល់0ទៀតបន្ទាប់មកយើងគិតតទៀតអានេះសល់លេខ8ខាងនេះសល់លេខ15ចម្លើយរបស់វាតើ8និង15មានលេខអីចែកទៀតបានអត់យើងអាចចែកតគ្នាទៀតបើសិនជាចែកបានដោយសារលេខ8ជាចំនួនគូអញ្ចឹងចំនួនគូចែកបានតែនឹង2 4ឬក៏6អីទេអញ្ចឹងចែកបានតែនឹងលេខគូចុះ15ជាលេខសេសអញ្ចឹងអាចចែកជាមួយលេខគូបានទេអញ្ចឹងមានន័យថាលេខ1គូលេខ1សេសមិនអាចចែកបានទៀតទេបើលេខគូដូចគ្នាអញ្ចេះបានចែកបានអញ្ចឹងចម្លើយរបស់យើងខាងលើស្មើ8យើងចែកនឹង2អញ្ចឹងយើងចែកនឹង2ដូចគ្នានេះហើយយកចម្លើយមកដាក់ឥឡូវស្មើ8ឲ្យក្រោមស្មើ15អញ្ចឹងសម្រួលទៅបានប៉ុណ្ណឹងរឿងថ្មីបន្តិចតែព្យាយាមមើលទៅហើយលំហាត់ខរៀងប្លែកបន្តិចដោយសារតែគេឲ្យចម្លើយមកស្រាប់ហើយអញ្ចឹងគេថា20ចែកនឹង40គេយក20ចែកនឹងប្រមាណគេដាក់សញ្ញាសួរមានន័យថាយើងត្រូវរកចម្លើយកន្លែងសញ្ញាសួរនឹងឲ្យគេដោយចែកទៅស្មើ9ហើយដល់ពេល40នេះចែកទៅស្មើ10អញ្ចឹងមានន័យថាកន្លែងសញ្ញាសួរនឹងចែកនឹងប្រមាណចម្លើយខុសទេអូស្មើ1លើ2អូអ្នកគ្រូច្រឡំកត់2ដងឯងអានេះ1លើ2ណាដោយសារអ្នកគ្រូមើលអានេះច្រឡំហ្មង9លើ10ដូចគ្នាតាមពិតអានេះ1លើ2ទេក្នុងសភៅ1លើ2ណាអ្នកគ្រូកត់ច្រឡំអញ្ចឹងមានន័យថា20ចែកនឹងប្រមាណស្មើ1កន្លែងនេះគួរជាលេខប្រមាណ40ចែកនឹងប្រមាណស្មើ2អញ្ចឹងអាលើចែកប៉ុន្មានអាក្រោមចែកប៉ុណ្្នឹងដែរ20ចែកនឹងប្រមាណស្មើ1បងប្អូនគិតតិចមើលមានតែចែកនឹងខ្លួនឯងទេបានស្មើ1អញ្ចឹង20ចែកនឹង20កន្លែងសញ្ញាសួរហ្នឹងគឺជាលេខ20ចែកនឹង20ស្មើ1អត់ស្មើអញ្ចឹងគេឲ្យចម្លើយស្រាប់យើងអាចរកឃើញលឿនជាងចុះ40ចែកនឹងប្រមាណដែរបាទលើ20អាក្រោម20ដែរមិនបាច់គិតទេអញ្ចឹង40ចែកនឹង20ស្មើ2ត្រឹមត្រូវហើយ40ចែកនឹង20ស្មើ2អញ្ចឹងកន្លែងសញ្ញាសួរគឺជាលេខ20
យល់ទេណាចឹងគេឲ្យមកស្រាប់អញ្ចឹងបងអូនអាចធ្វើបានលឿនជាងតែបើសិនជាគេអត់ឲ្យបងអូនត្រូវរកខ្លួនឯងប្រហែលចុះ45ចែកនឹងប្រហែលកន្លែងនេះ45ចែកនឹងប្រហែលស្មើ9បើបងអូនដឹងចម្លើយមុនបងអូនអាចសូត្រមេ9បានតើ9ប្រហែលដង45យើងដឹងចម្លើយមុនណាសូត្រមេ9 9 5ដង45អញ្ចឹងមានន័យថាលេខកន្លែងនេះជាលេខ5ព្រោះ45ចែកនឹង5ស្មើនឹង9 9 5ដង45ចែកនឹង5ស្មើ9អញ្ចឹងទៅមកបើយើងយកចែកស្មើ9បើយើងយក9គុណមួយ5ស្មើ40វិញអញ្ចឹងគុណនឹងចែកវាត្រឡប់គ្នាហើយបើខាងលើចែកនឹង5ហើយខាងក្រោមចែកនឹងអីចែកនឹង5ដែរអញ្ចឹង50ចែកនឹង5ស្មើ10ត្រឹមត្រូវ50ចែកនឹង5គឺស្មើ10ហើយលំហាត់ចគេអត់ឲ្យលេខដូចខាងលើទេយើងត្រូវគិតខ្លួនឯងអញ្ចឹងអ្នកគ្រូធ្វើប្រមាណវិធីបែបនេះទៀតគិតខ្លួនឯងយកទៅចែកស្មានសិនព្រោះយើងអត់ដឹងថាលេខប្រមាណទេអញ្ចឹងយក36យើងគិតថា36ជាលេខអីលេខគូឬសារកតុយ6លេខគូមានអីខ្លះ2 4 6 8 10 12 14អញ្ចឹងឲ្យតែលេខកតុយគូហ្នឹងគឺជាលេខគូហើយ36លេខគូ42ក៏ជាលេខគូដែរបើលេខគូដូចគ្នាចែកនឹង2ដាច់ចែកនឹងលេខគូចែកនឹងលេខ2ដាច់អញ្ចឹងអ្នកគ្រូយក36ចែកនឹង2យក42ទៅចែកនឹង2ដែរមានន័យថាចែកនឹង2ដូចគ្នាលេខកន្លែងនេះសំខាន់ណាលេខ2ហ្នឹងត្រូវតែលេខដូចគ្នាតែលេខខុសគ្នាការស្រួលរបស់យើងអត់ត្រូវទេហេតុអីបានអ្នកគ្រូចែកនឹង2ឥឡូវសាកសិនចែកដាច់អត់អញ្ចឹង36ចែកនឹង2សិនមកកាត់មកខ្ទង់3ចែក2បានម្ដងបាន2ដកទៅសល់1តម្លាក់6បាន8 8 2ដង16 0ហើយចុះ42ចែកនឹង2បានប៉ុន្មានកាត់មកខ្ទង់បាន2 2 2ដង4តម្លាក់លេខ2បានម្ដងទៀតស្មើ2ដកទៅស្មើ0អូខេនៅសល់18លើ21តើ18និង21ចែកនឹងប្រមាណដាច់18ជាលេខគូ21ជាលេខសេសមួយគូមួយសេសយើងគិតថាចែកនឹងប្រមាណដាច់កាលពីលំហាត់នេះអ្នកគ្រូថាអត់មានលេខណាចែកដាច់ទៀតទេប៉ុន្តែលេខ2នេះពិសេសចែកនឹង9បាននេះ9ដាច់អត់9 2ដង18វាចែកនឹង9បាន2 9អត់មានលេខ9ទៅគុណបាន21ទេអញ្ចឹងគួរតែចែកនឹងប្រមាណបាន6អត់មានទេណាបើចែកនឹង3 6 3ដង18អានេះចែកនឹង3បាន7អូខេចែកនឹង3ដាច់ណាអញ្ចឹងមានន័យថាយើងចែកតទៀតយក18នេះទៅចែកនឹង3ព្រោះយើងគិតទៅ18ចែកនឹង3បានអញ្ចឹងបាន6 3ដង18បើយើងចែកបានចែកទៀតចែករហូតដល់ចែកលេងទៅមុខរួចណាចែករហូតដល់អស់លេខហើយលេងមានអីចែកបានទៀតឈប់ត្រឹមហ្នឹងតែបើយើងចែកទៅបានទៀតចែករហូតដល់អស់រហូតដល់លេងមានលេខចែកបានអញ្ចឹង21ចែកនឹង6ដែរនេះកន្លែងនេះបាននេះចែកនឹង2 2ដែរបាននេះចែកនឹង6អានេះ6ដែរយើងត្រូវចែកតរៀងពិបាកតែព្យាយាមមើលណាអញ្ចឹង21ចែកនឹង6បានអត់អូច្រឡំអានេះចែកនឹង3អ្នកគ្រូដាក់ខុសនេះចែកនឹង3នេះចានេះចែកនឹង3ដែរខាងលើចែកប៉ុណ្ណាក្រោមចែកប៉ុណ្ណឹងចែកនឹង3ចឹងអានេះចែកនឹង3បាន6 3ដង18អានេះចែកនឹង3អញ្ចឹងបាន7 7 3ដង21នេះដាច់អញ្ចឹងមានន័យថាយើងចែកបាន2ដងដូចគ្នាចែកនឹង2ដាច់បាន18ចែកនឹង3ទៀតបាន6ដាច់ទៀតអញ្ចឹង42ចែកនឹង2បាន21ចែកនឹង3ទៅបាន7អញ្ចឹងឥឡូវចម្លើយរបស់យើងស្មើ6និង7តើ6និង7ចែកដាច់ទៀតអត់មានលេខណាចែកដាច់អត់អត់ទេมันមានលេខណាចែកយក6ទៅចែកទៅដាច់យក7ទៅចែកនឹងដាច់គេអស់ហើយអញ្ចឹងចម្លើយស្មើនឹង36ខាងលើនេះចម្លើយចុងក្រោយគឺជាលេខ6ខាងក្រោមចម្លើយចុងក្រោយគឺជាលេខ7
ព្រោះចែកលេងដាច់ហើយចប់ត្រឹមហ្នឹងមិនមានលេខណាចែកបានទៀតទេអញ្ចឹងចម្លើយយើងសម្រួលបាន6លើ7អូខេរៀងពិបាកព្យាយាមមើលវីដេអូក្រោយអ្នកគ្រូនឹងធ្វើម្ដងទៀតនៅមេរៀនទី11នេះដដែលប៉ុន្តែដូរលំហាត់ម្ដងតែសម្រួលដូចគ្នាទេអញ្ចឹងជួបគ្នាវីដេអូក្រោយបាយបាយ